បាទសួស្តីជំរាបសួរទាំងអស់គ្នាបាទសុខសប្បាយបាទអូខេអរគុណព្រះអង្គសម្រាប់ថ្ងៃពុធថ្មីយើងអាចថ្វាយបង្គំព្រះអង្គជាមួយគ្នានៅថ្ងៃនេះសង្ឃឹមថាអ្នកនរគ្នានៅមានកម្លាំងហើយហូបបាយហើយអត់ទាន់មួយគេងទេយើងអាចសិក្សាព្រះបន្ទូលជាមួយគ្នាខ្លីនៅក្នុងព្រះគម្ពីរអេសាយនៅយប់នេះជាមួយគ្នាបន្តចំពុកបន្តទៀតដែលលោកគ្រូថាគាត់ចែកចាយពីអតីតមុននៅក្នុងចំពុក57ចឹងល្ងាចនេះយើងនឹងមើលជាមួយគ្នានៅក្នុងអេសាយចំពុក58ជាមួយគ្នាដែរចឹងល្ងាចនេះយើងនឹងមើលជាមួយគ្នានៅក្នុងព្រះគម្ពីរអេសាយព្រះអង្គមានព្រះបន្ទូលអំពីប្រជារាស្ត្ររបស់ព្រះអង្គដែលគេទម្លាប់ត្រង់តែធ្វើជារូបរាងខាងក្រៅសម្បកក្រៅក្នុងការអនុវត្តក្នុងការធ្វើតាមគេហៅការតបមហាឬក៏តាមទម្លាប់តាមរបៀបដែលគេធ្វើជាទំនៀមទម្លាប់ណាហើយព្រះអង្គថាហ្នឹងមិនមែនជារឿងមួយដែលព្រះអង្គសពហាទៅឡើយអូខេអញ្ចឹងយើងឃើញ14ខនេះមិនជាពិបាកយល់ទេព្រះអង្គចាំមានព្រះបន្ទូលមកកាន់ប្រជារាស្ត្រព្រះអង្គតើតើអំពីអាកប្បកិរិយាតើតើអំពីរបៀបនៃការរស់នៅរបស់គេឆ្លើយតបជាមួយនឹងគំនិតរបស់គេឆ្លើយតបជាមួយនឹងអត្តចរិតដែលហៅខ្លួនគេថាជាប្រជារាស្ត្រព្រះអង្គហើយព្រះអង្គផ្លាស់ប្ដូរហើយព្រះអង្គប្រៀបធៀបថាអ្នករាល់គ្នាហៅខ្លួនឯងថាជាប្រជារាស្ត្រព្រះអង្គតែកាយវិការរបស់អ្នករាល់គ្នាអត់ឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាដែលបង្ហាញថាអ្នកជាកូនចៅរបស់ព្រះអង្គឡើយដូច្នេះព្រះអង្គមានព្រះបន្ទូលនៅក្នុងខ1ខ2ព្រះអង្គថាគុំស្រែកទៅស្រែកមកទំហឹងកុំញញើតឡើយឲ្យគេលឺឲ្យគេស្គាល់ឲ្យគេដឹងអំពីអ្វីដែលគេបានធ្វើអំពីអ្វីដែលគេប្រព្រឹត្តណាខ1ថាចូលមកលើសំឡេងឲ្យសំរំពងដូចត្រែចូលប្រាប់ប្រជាជនរបស់យើងឲ្យគេស្គាល់អំពីអីអំពីការបះបោររបស់ខ្លួនចូលប្រាប់កូនចៅរបស់លោកយ៉ាកុបអំពីឲ្យគេស្គាល់អំពីអំពើបាបរបស់គេបងមានព្រះបន្ទូលថាចង់បង្ហាញឲ្យគេឃើញអំពីអ្វីដែលគេបានប្រព្រឹត្តអំពីអំពើបាបដែលគេបានប្រព្រឹត្តបើសិនជាព្រះអង្គមានព្រះបន្ទូលមកយើងរាល់គ្នាយប់នេះឬល្ងាចនេះឬព្រឹកនេះឥឡូវនេះស្ដែងតែម្ដងដូចខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាប្រហែលជាអ្នករាល់គ្នាថាអូព្រះអង្គឲ្យទូលបង្គំស្ដាប់ហើយអូព្រះអង្គឲ្យខ្ញុំឮហើយថាព្រះអង្គចង់មានព្រះបន្ទូលអំពីអំពើបាបអំពីអ្វីដែលខ្ញុំប្រព្រឹត្តអ្វីដែលខ្ញុំបានបះបោរអ្វីដែលខ្ញុំធ្វើកិច្ចការដែលមិនគប់ប្រតិផងព្រះអង្គប្រហែលជាងាយស្រួលឲ្យយើងស្ដាប់តែព្រះអង្គមួយភាគច្រើនគឺព្រះអង្គអត់និយាយមកយើងដូចផ្ទាល់ដូចខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាតាមមីក្រូទេតែព្រះបន្ទូលព្រះអង្គមានព្រះបន្ទូលមកយើងរាល់គ្នាដល់គិតណាដល់ពេលយើងអានដរាបអានដល់យើងអានយើងឮយើងស្គាល់អំពីអ្វីដែលជាព្រះបន្ទូលព្រះអង្គមានព្រះបន្ទូលមកយើងរាល់គ្នានៅដូច្នេះនៅពេលដែលយើងអានទីនេះមិនមែនមានថាព្រះអង្គមានព្រះបន្ទូលគ្រាន់តែសម្រាប់ប្រជាជនរបស់ព្រះអង្គដែលជាជនជាតិអ៊ីស្រាអែលដែរណាតែព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់គ្នាដែរឲ្យយើងកលេចមើលឲ្យយើងពិនិត្យមើលឲ្យយើងបើកចិត្តបើកគំនិតមើលថាខ្លួនខ្ញុំតើខ្ញុំកំពុងតែរស់នៅបោប្រឆាំងជាមួយនឹងព្រះអង្គស្របតាមរំផាតីព្រះអង្គឬយ៉ាងណាខ2គឺជាបង្ហាញអំពីចរិតពិតប្រាកដរបស់ពួកគេណាតែរាល់ថ្ងៃគេសាកសួរចង់ស្គាល់ចង់ដឹងចង់ឮអំពីបំណងរបស់ព្រះគេធ្វើដូចជាប្រជាជាតិមួយដែលចូលចិត្តក្នុងការប្រព្រឹត្តអំពើសុចរិតហើយអត់បោះបង់កិត្តវិន័យរបស់ព្រះអង្គចោលទេគេចង់ឲ្យព្រះអង្គមកវិនិច្ឆ័យទោសគេដោយយុត្តិធម៌ចង់ឲ្យព្រះអង្គនៅខាងគេនេះជាគំនិតគំចិត្តអ្វីដែលគេធ្វើអានេះចង់ថារូបរាងខាងក្រៅដែលគេមើលមករូបខាងក្រៅអ្នកផ្សេងគេមើលមកខ្លួនឯងព្យាយាមបន្លំខ្លួនឯងថាខ្លួនឯងហ្នឹងចង់ស្គាល់ព្រះអង្គណាចង់ស្គាល់ឮពីព្រះអង្គណាចង់ដឹងអំពីប្រតិផងព្រះអង្គចង់ប្រព្រឹត្តអំពើសុចរិតចង់នៅជាប់ជាមួយនឹងកិច្ចវិន័យរបស់ព្រះអង្គនេះខាងជនជាតិអ៊ីស្រាអែលខាងអ្នកកាន់តាមកិច្ចវិន័យគេប្រកែណាប្រកែក្នុងការរៀបចំខ្លួនយ៉ាងណាឲ្យអ្នកខាងក្រៅមើលមកឬក៏របៀបដែលបន្លំខ្លួនឯងថាខ្លួនឯងធ្វើតាមអ្វីដែលជាកិច្ចការគប់ប្រតិរបស់ព្រះអង្គនេះងាយស្រួលសម្រាប់ឲ្យយើងរាល់គ្នាធ្លាក់នៅក្នុងចំណុចហ្នឹងដែរងាយស្រួលឲ្យយើងធ្លាក់ក្នុងរបៀបរស់នៅរបស់យើងរបៀបចង់បង្ហាញទៅអ្នកជិតខាងបង្ហាញទៅអ្នកនៅក្នុងផ្ទះបង្ហាញទៅអ្នកដឹកនាំថាយើងចង់ស្គាល់ព្រះអង្គយើងពិតជាតែរូបរាងតែចិត្តគំនិតពិតប្រាកដនៅខាងក្នុងប្រហែលជាផ្លាស់ប្ដូរហើយជាមានរបៀបថ្មីនៃការរៀននៃរបៀបថ្មីនៃការរស់នៅរបស់យើងផ្សេង
ง่ายยังปีกากอพาไตปกป้องพระองค์อันนี้เอายังเป็นจารณะเอายังเป็นนัดมือคนไอ้นำใบคนไอ้ดังทางตาขยมกำปงแต่ดาวตามพระองค์แต่ประกอบด้วยก่อกรอนแต่จีสมบอกกล่าวแต่ปนองจะขอใบยังเคยนะพวกเกโปทางยังต่อมาหานำใบไอ้ไปย่อยไอ้บ่าวพระองค์มันลือขยมนี้ว่าพระองค์มันโตเคยขยมพอนั่งแต่ยังมันตีบครวนมาไปย่อยจะไว้บ่าวพระองค์มันจับอารมณ์พอนั่งให้พวกเกย์เราทั้งไงโดยปลอมมีแปลงเราทั้งไงนั่นแหละรอคนี้ต่อมาเนี่ยรอคนี้เฉลี่ยรอพอประโยชน์เนี่ยรอคนี้วิ่งพวกบาปกรรมก่อแต่ออกทางที่พอนี่พวกเกย์นะพวกย่อมความปรังว่าไปเชื่อเรียกว่าพวกย่อมความปรังตัวไปเฮียรอแค่ตัดทำความพองมังราในโครงการอะไรนี่ยังปีกาต่อมาห้าความต่อมาห้าของตูลวอรปรองแต่ปรองอันลือเพราะหนึ่งปรองเมื่อมันเคยเพราะหนึ่งจังตาขยมกลัวแต่มันต่อเวอร์นั้นที่รู้ก็ยังไม่แต่ปองเหมือนห้ายังปี motive ชันเตะแต่ปิดประกาศประคังขนมบักเก้ปองเป็นแปลงตัวยังไม่ถ้าเนรอคเนียไปเนรอคเนียต่อมาห้าเนรอคเนียตู้ลงวอพองปรองเนรอคเนียเฉลี่ยจะรอพอประโยชน์เนรอคเนียเนื้อแต่มันต่อเวทบาปกรรมก่อทางเทียนขอบุญนั้นเนรอคเนียต่อมาห้าแต่งรกเรื่องชัวประกายเวตอบยังโคเข้าคือเนรอคเนียปุ่มบ้านต่อมาหาสอบตามโคการในการไงต่อมาหาทำใบเอาเปียตัววอร์บอลในรอคนี้มันล้วนหรือดาวยังไล่มีในทางพอมีแปลงตัวทางในรอคนี้ประกาศทางในรอคนี้ต่อมาหาในรอคนี้ประกาศทางในรอคนี้ดาวตามเอาไว้ได้ชื่อกันในปปองดาวตามเอาไว้ได้ปองมังควบไอ้เถื่อแต่ในรอคนี้มันก่อนแต่เบียบมวยในแค่เถื่อปันใดในรอคนี้อัดมันเถื่อเอาไว้ได้ปองสอบผ่าเตเอาไว้ได้ชื่อโกกาแต่ปองมันมีแปลงตัวตีโครงการนี้ปีกาต่อมาฮะไอ้ที่ยังอ่านเราจงจุปุนี่ก็ยังเยี่ยมปีไงสับบัดได้กาต่อมาฮะคือยังอ่านชราอ่านลองให้มันลองติดชราลองจานสร้างได้กาต่อมาคือเชื่อกามวยใดเกี่ยวอัดหอบอาหารกาหอบอัดหอบอาหารมันไม่ในทางอันนี้อัดหอบอาหารกอดคลายตัวชีมันเนี่ยแต่กอดศึกษาจงมวยประอังเชื่อมวยออโต้มาเตะแต่การต่อมาคือชื่อระเบียบมวยได้ยังดอกเช่นแนวดมเรากาข้างไอ้สัตว์เชื่อมาเยอะดำใบเอาเป็นเรื่องวิญญาณมาเยอะดำใบเอาเยอะดาวเป็นเรื่องวิญญาณมาเยอะแต่รอบรองไม่ได้ดำไปแต่ยังเคลียร์ไปยังเฮลธรรมดาคือริ้วกายแต่มาเยอะข้างไอ้สัตว์เชื่อวิธีที่เอายังรอมาหอบทีมที่เอาเยอะเรื่องโยกไอ้ยังมายามพิซาปัญหาเราไปแต่ยังต่อมาคือยังอัดคว้าลำปีดมเรากาข้างไอ้สัตว์เชื่อมาปีพรัวชีวิตชีคริบริษัทปีพรัวชีวิตอื่นชีคริบริษัทเอาไว้ได้สำคัญคือชีวิตข้างในเป็นเรื่องนี้บ่อยรอขนาดรูปกายบ่อยนั่งบาดหมางรูปกายนั่งติดตัวนั่งเราลุยแต่เป็นเรื่องนี้บ่อยสำคัญโดยเฉพาะการต่อมาคือทัวร์ลางสำหรับบ่อยรอขนาดมันบอกบังชีวิตข้างในสัตว์เชื่อมจ้อหายรู้แนวดาวสำคัญเลยชีวิตข้างในเป็นเรื่องวิญญาณจันทร์ทีนี้พอมีแปลงทุทาเกรอขนี้เกทาเกต่อมาฮะเกอัดหอบอาหารแม่นบรรดาเกเฉลี่ยตรอพอประโยชน์เฉลี่ยตไว้รำทูบาบกรรมกรไงสบัดโดยขนี้นะรอขนี้ครับโยนไงสบัดจะไงสำราญเงี้ยไงสบัดสำหรับปรองสำหรับไฟมังคุมปรองสำหรับเรียนแปลงตู้สำหรับเพื่อไว้ได้สอบพาไตปองปองแต่นะรอขนี้ใบตะเชียรอกำไรนะรอขนี้ใบตะเชียทัวร์กาในโครงตามกระบี่ในบ่พองปรองไงสบัดคือเอาทัวร์กาเตสมไปแต่เอาดำใบเขาก็เอาดำใบได้ในตามคำวินัยคือตัวทัวร์มนไงสบัดไงนั่นคือสมรักเอาทัวร์ต่างวันนี้ปุกเกไปจางไปนะโอ้ชมตัวไงสบัดนะน้องสมรักนะชมตัววิเฮียแต่ขนมเปย์มวยที่นี่ต้องเจนวิเฮียท้ายตัวเปิดเปิดบาปเปิดเอาไว้ได้มันก็พาไตพองปองตะได้นี่คือเชียร์ไว้ได้แปรมตู้ได้ปองเป็นแปรมตู้ตัวการปุกเกตัวเชียร์เรียบว่าปุกเกท่าปุกเกน่ารอเนี่ยก็ท่าโอ้ขยมตอมนำไปไอ้บอกปองมันลืมเพราะนั่นปองขยมมันเทียบครุนเอาไว้ไอ้บอกปองมันเคยเพราะนั่นจังปองมันบางให้พอแต่ให้พอได้เนี่ยรอคนี้ทั่วให้พอได้เนี่ยมันตัวมันการฉลายตอบในสเกตทานให้พอได้เนี่ยรอคนี้มันตัวมันการลื้อในสเกตทานบอลเนี่ยรอคนี้มาเป็นเนี่ยรอคนี้ทั่วแต่สมบอกข่าวเนี่ยรอคนี้มันแม่นทั่วแต่ยังปีจัดเนี่ยรอคนี้เนี่ยรอคนี้ทั่วข้ออัมปีโกกาได้ปองมันมีแปลงตัวมาการในรอคนี้เอาพอตามจังรูปเพียบนี้บางไฮถ้าปองพวกเกบางไฮอย่างปีรูปเพียบขังเกล้าปองบางไฮรูปเพียบปิด
ខាងក្នុងដែលចេញអំពីចិត្តពីគំនិតរបស់គេអញ្ចឹងរូបភាពពិតនោះគឺប្រជារាស្ត្រព្រះអង្គគេមិនបានតមហាជាមួយនឹងចិត្តដែលត្រឹមត្រូវឡើយចិត្តមួយដែលខុសចិត្តមួយដែលវាចិត្តមួយដែលមិនស្របតាមមហាវិព្រះអង្គគឺគ្រាន់តែគេធ្វើសម្រាប់តែរូបភាពខាងក្រៅគេហៅ empty ritual របៀបទំនៀមទម្លាប់ដែលតែអត់មានទម្ងន់អត់មានភាពស្មោះត្រង់ឡើយចុះព្រះអង្គអត់ទទួលការប្រព្រឹត្តដូច្នេះព្រះអង្គអត់ទទួលការតមហាដូច្នេះព្រោះវាអត់ពាក់ព័ន្ធវាអត់ធ្វើចេញអំពីចិត្តរបស់ពួកគេអ្នករកគ្នាតមហានៅមន្ទាបខ្លួននេះគិតថាព្រះអង្គពេញចិត្តឬអ្នករកគ្នាអោនក្បាលដោយដើមកក់ត្រូវខ្យល់បក់អ្នករកគ្នាក្រាបនឹងបាវនៅអង្គុយលើផែបែបនេះស្មានថាការតមហានេះខកចិត្តរឿងឬព្រះអង្គសួរព្រះអង្គប្រាប់ថាអ្នករកគ្នាប្រឹងធ្វើអ្វីដែលគ្រប់ជារូបភាពខាងក្រៅហ្នឹងដែលមិនមែនចេញពីចិត្តហ្នឹងតែអ្នករកគ្នាគិតថាហ្នឹងគឺជាកិច្ចការដែលព្រះអង្គសពហាតីឬយ៉ាងណាព្រះអង្គប្រាប់អំពីចិត្តជាគំនិតរបស់គេថាពួកគេធ្វើទាំងអស់នេះគឺចេញអំពីចិត្តដែលអាត្មានិយមតែប៉ុណ្ណោះមិនមែនចេញអំពីចិត្តដែលគ្រប់កក់ខ្លាចព្រះអង្គឡើយដូច្នេះការសេចក្តីអធិដ្ឋានរបស់គេអត់ទទួលបានការឆ្លើយតបអត់ទទួលបានការឆ្លើយតបមកពីព្រះអង្គការតមហាការគោរពការធ្វើតាមការថ្វាយបង្គំការរៀនព្រះបន្ទូលដែលចេញអំពីចិត្តត្រូវតែកើតចេញជាមួយនឹងការកែប្រែចិត្តគំនិតរបស់ដែរដូច្នេះហើយខ្ញុំគិតថាលោកគ្រូថាដូចគ្នាដែរយើងមិនដែលជារឿយមិនសូវលឺទេដែលយើងហៅនៅក្នុងព្រះវិហារនេះអត់ដែលហៅថាការជឿលើព្រះយេស៊ូវគ្រីស្ទគឺជាសាសនាទេនៅក្នុងភាសាខ្មែរនៅពេលដែលយើងនិយាយអំពីសាសនាយើងនិយាយអំពីការប្រព្រឹត្តយើងនិយាយអំពីការនិយាយពីសាសនាគឺនិយាយអំពីការជឿលើការប្រព្រឹត្តណាមួយដើម្បីទទួលផលបានអីមួយអញ្ចឹងនៅក្នុងវិហារនេះនៅក្នុងការវិសាភ្នំពេញយើងនិយាយអំពីទំនាក់ទំនងរវាងយើងជាមួយនឹងព្រះមិនមែនជាសាសនាមិនមែនជាការគោរពអីមួយដើម្បីមកវិហាររាល់អាទិត្យរាល់វិហារមកថ្ងៃពហុទៅចូលរួមថ្វាយបង្គំចូលរួមបម្រើធ្វើឲ្យអ្នករាល់គ្នាបានទទួលការសង្គ្រោះមិនដូចនេះឡើយអញ្ចឹងការដែលយើងថ្វាយបង្គំដែលពិតប្រាកដការដែលយើងបម្រើដែលពិតប្រាកដការដែលយើងអានដែលថ្វាយបង្គំព្រះអង្គដែលពិតប្រាកដគឺវាពាក់ព័ន្ធជាមួយនឹងការកែប្រែចិត្តគំនិតយើងដែរបើមិនជាអត់មានការកែប្រែចិត្តគំនិតបើអត់មានការផ្លាស់ប្ដូរអីសោះមានន័យថាយើងថ្ងៃអាទិត្យយើងមកវិហារថ្ងៃពហុថ្ងៃពុធយើងមកវិហារគេទៅបម្រើយើងទៅបម្រើដែរប៉ុន្តែផុតមកហ្នឹងគឺយើងត្រឡប់ទៅរស់នៅជីវិតចាស់យើងដដែលអត់មានការផ្លាស់ប្ដូរអីសោះអញ្ចឹងតើការហ្នឹងវាឆ្លុះបញ្ចាំងអំពីការរស់នៅដែលពិតប្រាកដឬក៏ការឆ្លុះបញ្ចាំងដែលយើងដើរតាមព្រះយេស៊ូវវាអត់កើតទេវាអត់អាចស៊ីគ្នាទេដូច្នេះការថ្វាយបង្គំដែលពិតប្រាកដត្រូវតែដើរជាមួយគ្នាយ៉ាងទន្ទឹមជាមួយនឹងការកែប្រែចិត្តនេះទន្ទឹមគ្នាជាមួយនឹងការផ្លាស់ប្ដូរជីវិតរស់នៅខាងឯសាច់ឈាមមករស់នៅពឹងផ្អែកទាំងស្រុងលើជីវិតខាងឯព្រលឹងវិញ្ញាណដើម្បីឲ្យពលឹកវិញ្ញាណរបស់យើងរាល់គ្នាបានត្រូវរកជាមួយនឹងព្រះអង្គវិញអញ្ចឹងអ្វីដែលសំខាន់បំផុតគឺមិនមែនគ្រាន់តែយើងមកថ្ងៃអាទិត្យមិនមែនគ្រាន់តែតមហាដោយប្រជារាស្ត្រផងតែសំខាន់បំផុតគឺយើងអាចត្រូវរកយើងត្រូវតែត្រូវរកជាមួយនឹងព្រះអង្គត្រូវតែសេរីជីវិតរបស់យើងរាល់គ្នានឹងឲ្យត្រូវរកជាមួយនឹងអ្វីដែលជាកិច្ចការដែលព្រះអង្គសពហាតីតតែយើងត្រូវប៉ោះគ្នាជាមួយនឹងព្រះអង្គមិនដើរជាមួយនឹងព្រះអង្គស្រួលអញ្ចឹងហើយទាមទារឲ្យយើងរាល់គ្នាពិចារណាទាមទារឲ្យយើងរាល់គ្នាគិតអំពីជីវិតរបស់យើងរាល់គ្នាដែរតើប៉ុស្តិ៍របស់ខ្ញុំឯងប៉ុស្តិ៍របស់ព្រះអង្គហ្នឹងសេរីដោយវិសុអញ្ចឹងដោយទូទស្សន៍អញ្ចឹងត្រូវគ្នាដែរឬទេតែយើងដើរជាមួយនឹងព្រះអង្គហ្នឹងត្រូវដែរឬអត់ឬក៏គ្រាន់តែយើងដើរតាមសម្បកក្រៅគ្រាន់តែរូបភាពខាងក្រៅតមហាថ្ងៃអាទិត្យមកវិហារបម្រើឬក៏យើងដើរតាមព្រះអង្គបើអត់មានការផ្លាស់ប្ដូរចិត្តគំនិតអត់មានការកែប្រែការរស់នៅរបស់យើងទេបងប្អូនអាចយកអានឹងគឺជាភ័ស្តុតាងហើយមិនបាច់ខ្ញុំទៅប្រកាសមិនបាច់លោកគ្រូណាទៅនិយាយតែឲ្យយើងពិនិត្យមើលហើយយើងវិនិច្ឆ័យខ្លួនឯងយើងយកហេតុផលហ្នឹងយកមកគិតថាបើសិនជាជីវិតរបស់ខ្ញុំអត់មានការផ្លាស់ប្ដូរអីទេខ្ញុំចេញពីវិហារទៅធ្វើការចាស់ដដែលអញ្ចឹងភ័ស្តុតាងហ្នឹងអាចទាញការសន្និដ្ឋានថាខ្ញុំគ្រាន់តែធ្វើនេះគ្រាន់តែជាសម្បកក្រៅតែប៉ុណ្ណោះម្ល៉េះហើយទាមទារឲ្យខ្ញុំត្រឡប់ម្ល៉េះហើយទាមទារឲ្យខ្ញុំសេរីឲ្យត្រូវជាមួយនឹងប៉ុស្តិ៍របស់ព្រះអង្គវិញ
ដើម្បីឲ្យខ្ញុំអាចដើរទៅជាមួយព្រះអង្គនៅខ6ព្រះអង្គនិយាយតទៀតខ6ខ7ថាម៉េចការតមហាដែលគាត់ចិត្តយើងគឺការដោះលែងអ្នកទោសដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌ដោះនឹមដែលអ្នកបានដាក់លើគេនោះចេញត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាពពលគឺត្រូវបំបាក់នឹមគ្រប់យ៉ាងត្រូវចែកអាហារឲ្យជនស្រីឃ្លានត្រូវទទួលជនក្រីក្រដែលគ្មានទីជម្រកឲ្យស្នាក់នៅជាមួយបើឃើញអ្នកណាម្នាក់គ្មានសម្លៀកបំពាក់ត្រូវចែកឲ្យគ្នាស្លៀកពាក់ផងហើយមិនត្រូវកិច្ចខ្លួនពីបងប្អូនណាដែលពឹងពាក់ខ្លួនឡើយពឹងពាក់អ្នកឡើយអានេះព្រះអង្គមាន5បន្ទូលច្បាស់ហើយស្រួលតែដើម្បីបើសិនជាអ្នកគិតថាអ្នកតមអាហារដែលពិតប្រាកដអ្នកត្រូវតែធ្វើដូច្នេះដោះលែងធ្វើកិច្ចការល្អដោះលែងអ្នកទោសដកច្រវាក់ចេញអំពីអ្នកដែលអ្នករាល់គ្នាបានធ្វើបាបនេះមិនមែនគ្រាន់តែនិយាយថាអូអ្នកខ្ញុំអត់មានអ្នកបម្រើផងខ្ញុំអត់មានខ្ញុំដាក់នឹមឬក៏មានអ្នកទេសកលណានៅក្រោមការគ្រប់គ្រងរបស់ខ្ញុំផងនិយាយអំពីការរស់នៅដែលប្រព្រឹត្តអំពើល្អដល់អ្នកជិតខាងដល់អ្នកជុំវិញខ្លួនយើងការចែកមានន័យថារបៀបនៃការធ្វើការល្អនៅក្នុងជីវិតនៅក្នុងចិត្តរបស់យើងរាល់គ្នាបើសិនជាយើងអត់មានថាខ្ញុំអត់មានអីឲ្យប៉ុន្តែយើងមានឲ្យនៅសេចក្តីស្រឡាញ់យើងមានឲ្យនៅពេលវេលានៅការសួរសុខទុក្ខនៅការលើកទៅចិត្តនេះគឺជាអ្វីដែលយើងអាចធ្វើបានអញ្ចឹងបើតទៅជាមួយនឹងការតមអាហារយើងមិនមែនតមអាហារហើយទៅក្រៀមផ្អេសនៅចិត្តអញ្ចឹងណាអូខ្ញុំដើម្បីបង្ហាញថាខ្ញុំតមអាហារទេតែតមអាហារដើម្បីឲ្យយើងរាល់គ្នាយកឱកាសហ្នឹងដើម្បីយកទៅបម្រើអ្នកបងប្អូនដទៃទៀតជួយលើកទៅចិត្តសួរសុខទុក្ខអធិដ្ឋានសម្រាប់បងប្អូនយើងរាល់គ្នាដែរអានេះព្រះអង្គមាន5បន្ទូលទៅកាន់វិជាទេផងព្រះអង្គថាមិនមែនគ្រាន់តែសម្បកក្រៅតែត្រូវតែប្រព្រឹត្តអ្វីដែលល្អអ្វីដែលជាកិច្ចការដែលជាប្រយោជន៍ដល់បងប្អូនដែលនៅជុំវិញខ្លួនរបស់ពួកគេដែរក៏បីថាបានប្រព្រឹត្តដូច្នេះពន្លឺរបស់អ្នកនឹងលេចចេញមកដូចជាថ្ងៃស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័សសេចក្តីសុចរិតរបស់អ្នកនឹងស្ថិតនៅលើមុខអ្នកជានិច្ចហើយសេរីរុងរឿងរបស់ព្រះអង្គម្ចាស់នឹងស្ថិតនៅពីក្រោយអ្នកខ9ប្រសិនបើអ្នកស្រែកអង្វរព្រះអង្គម្ចាស់នឹងទ្រង់នឹងព្រះស្ដាប់អ្នកហើយបើអ្នកស្រែកហៅព្រះអង្គទ្រង់នឹងមានព្រះបន្ទូលមកវិញថាយើងមកហើយប្រសិនបើអ្នកជប់ជិះជាន់ជប់គម្រាមកំហែងជប់មួប្រកាច់គេប្រសិនបើអ្នកសុខចិត្តបោះបេះអាហារចេញពីមាត់ខ្លួនយកទៅឲ្យអ្នកដែលស្រេកឃ្លានប្រសិនបើអ្នកយកម្ហូបដែលអាហារទៅចំអែតមនុស្សទូរគតនោះពន្លឺនឹងចែងចាំងនៅក្នុងទីងងឹតនិងភាពងងឹតរបស់អ្នកនឹងប្រែទៅជាពន្លឺដូចជាថ្ងៃត្រង់វិញពីខ8ដល់ខ10នេះជាសេចក្តីសន្យាមួយជាសេចក្តីសន្យាដែលព្រះអង្គមានព្រះបន្ទូលសន្យាមកយើងរាល់គ្នាជាបុត្រាបុត្រីជាកូនជាពជាទេរបស់ព្រះអង្គហើយនៅពេលដែលយើងដើរនៅពេលដែលយើងត្រឹមត្រូវនៅពេលដែលយើងតមអាហារនៅពេលដែលយើងថ្វាយបង្គំព្រះអង្គដែលចេញអំពីចិត្តពីគុណិតរបស់យើងរាល់គ្នាចេញមិនមែនគ្រាន់តែយើងធ្វើដោយសម្បកក្រៅដោយទម្លាប់ដោយការបង្ខិតបង្ខំឬក៏តាមរបៀបខាងឯសាច់ឈាមតែយើងធ្វើដោយចេញពីចិត្តរបស់យើងរាល់គ្នានោះព្រះអង្គនឹងបង្ហាញពន្លឺរបស់ព្រះអង្គនៅទីនេះព្រះពន្លឺរបស់អ្នកនឹងលេចចេញមកដូចជាថ្ងៃរះគេនឹងឃើញមនុស្សនៅជុំវិញគេនឹងឃើញពន្លឺរបស់ព្រះអង្គនៅក្នុងជីវិតរបស់អ្នករាល់គ្នាសេចក្តីសុចរិតនឹងលេចនៅមុខអ្នករាល់គ្នាសេរីរុងរឿងរបស់ព្រះអង្គនៅក្រោយអ្នករាល់គ្នាខ្ញុំចង់សម័យខ្ញុំឲ្យយើងរាល់គ្នាសម័យថាជីវិតរបស់យើងដែលពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធដែលពេញទៅដោយសេចក្តីសុចរិតរបស់ព្រះអង្គពេញដោយសេរីរុងរឿងរបស់ព្រះអង្គខ្ញុំគិតថាជាជីវិតមួយដែលពិសេសមែនតើជីវិតមួយដែលល្អមែនតើដែលយើងដើរទៅណាមនុស្សជុំវិញខ្លួនយើងគេឃើញថាអូ yes អ្នកនេះមានពន្លឺរបស់ព្រះអង្គអ្នកនេះមានសេរីរុងរឿងរបស់ព្រះអង្គនៅក្នុងជីវិតរបស់គេបង្ហាញតាមរយៈការប្រព្រឹត្តរបស់គេមិនមែនមានថាមានអូឃើញពូលម៉ែត្រមួយនៅឈរពីក្រោយមិនទេតែការជារបៀបរស់នៅរបស់យើងការប្រព្រឹត្តរបស់យើងការប្រស័យតាក់ទងរបស់យើងរាល់គ្នាទៅកាន់បងប្អូននៅជុំវិញខ្លួនយើងបង្ហាញថាយើងជាបុគ្គលម្នាក់ដែលមានសេរីរុងរឿងរបស់ព្រះអង្គបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបង្ហាញពីពន្លឺរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងរាល់គ្នាពេលនោះព្រះអង្គមានព្រះបន្ទូលថាម៉េចនៅពេលដែលអ្នកស្រែករកព្រះអង្គនឹងព្រះស្ដាប់ខ9នៅពេលដែលអ្នករាល់គ្នាស្រែកអង្វរស្រែកហៅព្រះអង្គទ្រង់នឹងមានព្រះបន្ទូលថាយើងមកហើយ
សេចក្តីសន្យានេះធំមែនតើសេចក្តីសន្យាមួយនេះអស្ចារ្យមែនតើដែលព្រះដែលយើងសម័យយើងដឹងច្បាស់ថាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីព្រះដែលបង្កើតមនុស្សបង្កើតអ្វីសពសារពើទាំងអស់ទាំងមើលឃើញទាំងមើលមិនឃើញព្រះអង្គមាន5ទូថាព្រះអង្គមកហើយព្រះអង្គនៅជាមួយខ្ញុំព្រះអង្គនៅពីក្រោយខ្ញុំព្រះអង្គនៅដើរជាមួយខ្ញុំមិនដឹងពិសេសប៉ុណ្ណាបើសិនជាយើងឃើញអំពីស្អីនេះគ្មានបញ្ហាណាមួយគ្មានឧបសគ្គណាមួយនៅក្នុងជីវិតរបស់យើងគ្មានតម្រូវការណាមួយដែលយើងមើលថាអូធំខ្ញុំអាចជំនះឧបសគ្គនឹងបានទេដរាបណាយើងដឹងច្បាស់ដរាបណាយើងយល់ច្បាស់យើងដរាបណាយើងចាំច្បាស់នៅសេចក្តីសន្យារបស់ព្រះអង្គថាព្រះរបស់ខ្ញុំនៅជាប់ជាមួយខ្ញុំទ្រង់មានព្រះបន្ទូលថាព្រះអង្គទ្រង់ព្រះសម្ដាប់ខ្ញុំនៅពេលណាដែលខ្ញុំបានដើរតាមព្រះអង្គដោយស្មោះត្រង់ព្រះអង្គនឹងលឺព្រះបន្ទូលសេចក្តីអធិដ្ឋានរបស់ខ្ញុំហើយព្រះអង្គមានព្រះបន្ទូលថាយើងមកហើយសេចក្តីទាំងអស់នេះនិយាយអំពីលក្ខខណ្ឌយើងស្ដាប់ទៅវាមានលក្ខខណ្ឌណា conditional ដើម្បីឲ្យព្រះអង្គឆ្លើយតបដើម្បីឲ្យព្រះអង្គទ្រង់ព្រះសម្ដាប់ដើម្បីឲ្យព្រះអង្គនៅខាងយើងតើតែយើងនៅខាងព្រះអង្គដែរតើតែយើងប្រព្រឹត្តតាមអ្វីដែលព្រះអង្គសព្វប្រតិដែរតើតែយើងរស់នៅក្នុងជីវិតមួយដែលមិនមែនគ្រាន់តែសម្បកក្រៅតែប៉ុណ្ណោះទេតែជាជីវិតមួយដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធបើយើងរស់នៅគ្រាន់តែជាសម្បកក្រៅគ្រាន់តែមកព្រះវិហារគ្រាន់តែមកថ្ងៃពុធថ្ងៃពហុថ្ងៃអាទិត្យថ្ងៃសៅរ៍គ្រាន់តែប្រគ្រប់កិច្ចខ្មែរយើងហៅថាប្រគ្រប់កិច្ចអានឹងវាមិនបានប្រយោជន៍អីឡើយបើសិនជាមិនគ្រប់កិច្ចហើយត្រឡប់ទៅវិញរស់នៅតាមរបៀបចាស់ដដែលវាគ្មានរឿងណាមួយដែលផ្លាស់ប្ដូរឡើយអញ្ចឹងព្រះអង្គមានព្រះបន្ទូលថាព្រះអង្គស្ដាប់ឮអស់អ្នកដែលដើរតាមព្រះអង្គអ្នកដែលគោរពបម្រើគំរូកោតខ្លាចព្រះអង្គដែលពិតប្រាកដអញ្ចឹងព្រះអង្គមានព្រះបន្ទូលឲ្យគេចាប់ដើមធ្វើការព្រះអង្គឈប់ណាខ9ថាឲ្យគេឈប់ជិះជាន់ឈប់គំរាមកំហែងឈប់ចោទប្រកាន់មួលប្រកាច់គេនេះឲ្យគេឈប់មានន័យថាឈប់ប្រព្រឹត្តកិច្ចការដែលមិនគាត់ផាថៃផងព្រះអង្គយើងពីការជិះជាន់ការគំរាមកំហែងការចោទប្រកាន់យើងច្អល់ចាចោទប្រកាន់គេទាំងអស់នេះកើតចេញអំពីចិត្តពីគំនិតពីកាយវិការរបស់យើងរាល់គ្នាចឹងព្រះអង្គមានព្រះបន្ទូលថាឲ្យឈប់ជាអំពើបាបមួយដែលយើងចេញទៅក្រៅហើយយើងទៅធ្វើការទាំងអស់ហ្នឹងអត់មានកន្លែងណាមួយដែលយើងបន្ទោសថាអូព្រះអង្គអាហ្នឹង beyond my control លើសអំពីអ្វីដែលខ្ញុំគ្រប់គ្រងអត់ទេនៅពេលដែលយើងមួលបង្កាច់នៅពេលដែលយើងភូតនៅពេលដែលយើងចោទប្រកាន់អ្នកដទៃដែលមិនត្រឹមត្រូវយើងចេញពីខ្លួនហ្នឹងគេអង់គ្លេសហៅ deliberately ចេញអំពីចិត្តអំពីគំនិតរបស់យើងតែម្ដងអានេះនិយាយអំពីអំពើបាបទាំងអស់នេះចេញអំពីចិត្តចេញអំពីគំនិតចេញអំពីកាយវិការរបស់យើងមិនមែនជាកិច្ចការមួយដែលយើងថាអូខ្ញុំអត់ដឹងខ្លួនខ្ញុំប្រព្រឹត្តអំពើបាបនេះខ្ញុំអត់ដឹងខ្លួនទេអត់មានហេតុផលណាមួយប្រាប់ថាអ្នករកគ្នាអត់បានដឹងខ្លួនទេនៅពេលដែលអ្នកចោតប្រកាន់អ្នកដែលអ្នកជិះជាន់គេអ្នកមួលបង្កាច់គេគំរាមកំហែងគេអានេះជាគេហៅcommissioning វាថាយើងទៅប្រព្រឹត្តចេញជាសកម្មភាពព្រះអង្គមានប្រែថាឈប់ធ្វើការទាំងអស់នោះហើយដើរត្រូវជាមួយព្រះអង្គដើម្បីឲ្យយើងបានដើរត្រូវជាមួយព្រះអង្គត្រូវតែយើងឈប់ក្នុងការប្រព្រឹត្តការទាំងអស់នោះវិញលើពីនេះទៀតព្រះអង្គមានព្រះបន្ទូលថាប្រសិនបើអ្នកសុខចិត្តបេះអាហារចេញពីមាត់ឲ្យទៅអ្នកស្រីឃ្លានយកមកហូបអាហារទៅចំអែតអ្នកទូរគតអានេះអ្វីដែលព្រះអង្គបង្គាប់ឲ្យធ្វើវិញព្រះអង្គបង្គាប់ឲ្យឈប់ធ្វើនៅអ្វីដែលជាអំពើបាបដែលចោទប្រកាន់ដែលគំរាមកំហែងដែលជិះជាន់អ្នកដទៃកេងចំណេញលួចឬក៏ប្រព្រឹត្តអំពើបាបដែលយើងធ្វើខ្លួនឯងមកដឹងថាអាហ្នឹងខុសហើយតែយើងធ្វើសម្រាប់ចិត្តធ្វើនេះចេតនាក្នុងចេតនាក្នុងការធ្វើទាំងអស់ហ្នឹងឈប់ធ្វើទាំងអស់ហ្នឹងព្រះអង្គមានព្រះបន្ទូលថាឲ្យគេត្រឡប់មកធ្វើអីបេះអាហារចេញអំពីមាត់ឲ្យអ្នកដែលស្រីឃ្លានយកអាហារទៅឲ្យអ្នកទូរគតដែលកំពុងតែស្រីឃ្លានអានេះជាអ្វីដែលយើងត្រូវធ្វើហើយឈប់ការប្រព្រឹត្តអំពើអាក្រក់ឈប់ប្រព្រឹត្តអំពើអ្វីដែលព្រះអង្គមិនសពផាតីហើយចាប់ដើមធ្វើកិច្ចការដែលព្រះអង្គសពផាតីវិញ
bà sân chơi dương ọt vơ mình thằng ô trong ọt cùng riêng cùng hay trong ọt cái chi choan trong ọt cái chùm nanh trong ọt phần ông bơ bao kéo xin of commission á người ta dương thua con ai á tại dương ọt thua ca loi đài anh viên nó cả đà dương anh nó cả đà mà này to tại dương plak đôi chịu vật bao dương ca chốt thua quay đà có ai mà thua cái ca o mình cái ca đẹp ông so tây mình dương anh ai tục chịu vật bao dương cháu là ọt tầng thua ông bơ bao ọt tầng thua ông bơ o ọt cả tỷ to tại dương bắt tam quay đẹp ông so tây dương rõ khi bọn thằng person bao tên thua đôi này quần lư nó bọn nè đang trái trắng nó đi ngật họ tiếp nó ngật bọn nè nó phải tao chia plư đôi chia quần lư này ngày trắng đây này chia sẽ Sonia đã bọn man Sonia chúng mình dương rõ kia ta bọn đặt quần lư nó không chịu vật bao dương rõ kia dương miên pre để chui cà bị để chui đất nom dương để chui đất nom dương mình mang con ta dương bật tam MT ritual តាមរបៀបសាសនាហ្នឹងទេតាមទំនៀមទម្លាប់ហ្នឹងទេតែព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់គ្នាព្រះអង្គឲ្យ instruction ព្រះអង្គឲ្យការណែនាំហើយព្រះអង្គបាននាំយើងព្រះអង្គឲ្យព្រះវិញ្ញាណបរិសុទ្ធព្រះអង្គការដឹកនាំយើងឲ្យរស់នៅស្របតាមបំណងផាតីព្រះអង្គទៀតខ11ថាព្រះអង្គនឹងដឹកនាំអ្នករាល់គ្នាជានិច្ចណាទោះបីជាអ្នករាល់គ្នាដើររកទីហួតហែងក្តីក៏ព្រះអង្គប្រទានអាហារឲ្យអ្នកបរិភោគនិងប្រទានឲ្យអ្នកមានកម្លាំងមាំមួនអ្នកប្រៀបដូចជាសួនច្បារដែលសម្បូរទៅដោយទឹកឬដូចជាប្រភពទឹកដែលមិនចេះរីងអ្នកនឹងសង់អ្វីៗដែលបែកបាក់ឡើងវិញអ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់កាលពីបុរាណកាលគេនឹងដាក់ឈ្មោះអ្នកថាអ្នកជួសជុលកំផែងធូរធ្លាយអ្នករៀបចំផ្លូវធ្វើឲ្យមានមនុស្សរស់នៅក្នុងក្រុងឡើងវិញនេះជាសេចក្តីសន្យាដែលព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់គ្នាថាព្រះអង្គនឹងដឹកនាំយើងព្រះអង្គមិនឲ្យយើងនៅម្នាក់ឯងព្រះអង្គមិនមែនថាអូខេព្រះអង្គឲ្យព្រះបន្ទូលយើងហើយយើងធ្វើមិនធ្វើទៅក្នុងជីវិតរបស់យើងទេព្រះអង្គមានព្រះបន្ទូលថាព្រះអង្គនៅជាមួយយើងព្រះអង្គមានព្រះបន្ទូលថាព្រះបន្ទូលព្រះវិញ្ញាណរបស់ព្រះអង្គនឹងដឹកនាំយើងនៅទីហួតហែងព្រះអង្គនឹងគ្រប់គ្រងយើងដូចជាទីសួនច្បារដែលសម្បូរទៅដោយទឹកជាប្រភពទឹកដែលមិនចេះរីងស្ងួតដែរនេះគឺជាកិច្ចការដែលព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់នេះជាកិច្ចការដែលព្រះអង្គចាប់ផ្ដើមនៅក្នុងជីវិតរបស់យើងរាល់គ្នាហើយព្រះអង្គនឹងបន្តធ្វើការក្នុងជីវិតរបស់យើងរាល់គ្នារហូតដល់ថ្ងៃដែលព្រះអង្គយើងត្រឡប់មកវិញដែរចុងក្រោយខ្ញុំបញ្ចប់នឹងខ13និងខ14ណាប្រសិនបើអ្នកមិនធ្វើការនៅថ្ងៃសបាតប្រសិនបើអ្នកមិនស្វែងរកកម្រៃនៅថ្ងៃដ៏បរិសុទ្ធរបស់យើងប្រសិនបើអ្នកចាត់ទុកថ្ងៃសបាតជាថ្ងៃមួយដ៏សប្បាយជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអង្គម្ចាស់ប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែនគឺមិនរកស៊ីមិនរកកម្រៃនិងមិននិយាយតថ្លៃនោះទេព្រះអង្គនឹងធ្វើឲ្យអ្នកសប្បាយរីករាយព្រះអង្គនឹងនាំអ្នកឲ្យទៅទីខ្ពស់នៃផែនដីយើងនឹងឲ្យអ្នករាល់គ្នារស់នៅយ៉ាងសប្បាយក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកុបជាបុព្វបុរសរបស់អ្នកនេះជាព្រះបន្ទូលដែលចេញមកពីព្រះអស់របស់ព្រះអង្គនេះគឺជាព្រះបន្ទូលដែលចេញអំពីព្រះអស់ចេញអំពីមាត់របស់ព្រះអង្គមកកាន់យើងរាល់គ្នាថាព្រះអង្គនឹងឲ្យយើងរាល់គ្នានៅសេចក្តីសន្យាទាំងអស់នេះសប្បាយរីករាយព្រះអង្គនឹងឲ្យយើងរស់នៅដោយសប្បាយរីករាយនៅក្នុងទឹកដីដែលព្រះអង្គសន្យាថ្ងៃសបាតជាថ្ងៃមួយមិនមែនគ្រាន់តែជាថាតាមសាសនាតាមរបៀបឬក៏ទំនៀមទម្លាប់របស់ជនជាតិយូដាថ្ងៃសបាតគឺជាថ្ងៃមួយដែលគេញែកសម្រាប់ព្រះអង្គតាមកិច្ចវិន័យរបស់ព្រះអង្គ6ថ្ងៃធ្វើការមួយថ្ងៃគឺព្រះអង្គឲ្យយើងឲ្យជារៀបរបស់ព្រះអង្គសម្រាប់ហើយញែកមួយថ្ងៃហ្នឹងថ្វាយព្រះអង្គទាំងស្រុងមានន័យតាំងតែពីចាប់ដើមល្ងាចថ្ងៃមុនថ្ងៃសបាតរហូតដល់ល្ងាចវិញគឺសម្រាប់ព្រះអង្គសតអត់ឲ្យធ្វើការអត់ឲ្យតថ្លៃអត់ឲ្យធ្វើអីដែលចំណេញឡើយគឺប្រព្រឹត្តអំពើល្អហើយត្រូវរកជាមួយនឹងព្រះអង្គអញ្ចឹងសម្រាប់យើងរាល់គ្នាវិញព្រះអង្គហៅយើងរាល់គ្នាឲ្យញែកយើងអត់រស់នៅក្រោមក្រឹតវិន័យយើងអត់រស់នៅក្រោមក្រឹតវិន័យឬក៏ទំនៀមទម្លាប់របស់ជនជាតិយូដាទេថ្ងៃណាក៏ជាថ្ងៃសបាតរបស់យើងគួរតែជាថ្ងៃសបាតរបស់យើងរាល់គ្នាដែរមិនមែនមិនថាអូចឹងចាំថ្ងៃអាទិត្យចាំខ្ញុំរស់នៅឲ្យស្អាតស្អំឲ្យត្រូវរកជាមួយនឹងព្រះអង្គថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍រស់នៅក្នុងជីវិតចាស់ដដែលឬក៏ថ្ងៃច័ន្ទដល់ថ្ងៃអង្គារ
Với ngày put về tháng nhưng rồi đâu biếp lô cày chăm là nghĩ ngay put nhưng nhảy vào lớp ngày sau ai bỏ nhưng cho mình nhọt miên schedule chẳng thì tại every day viên rồi tháng cua tại chỉ tháng sắp bắt bao dương rồi cái này cứ chỉ tháng đây dương nhảy không có nó là nhảy trong ca xa trong ca chẳng bạn nằm râu bạn tim tia bạn lớp thực chất ở dương rồi cái này an prem tu bóng chỉ rồi tháng chúng này bây giờ than chúng muốn bóng chỉ rồi tháng làm bây giờ cả đi chỉ tháng sắp bắt bao dương rồi cái này không ca ôi xây rương tàu rồi bóng mình men sắp đạp dương thì cứ sắp đạp rồi chẳng ở bộ ông đặt nom dương bộ ông cung nơi chung dương không ca luôn đâu chỉ 100 tháng này gì đừng lo tháng này chẳng dương do cả biên lo tháng này dừng trao chặt tộc thạch việt tháng sắp bắt bao dương lo kia đây không ca xoay rồi bộ ông không ca nhẹ về liền đang chung này về chung môi đồng bộ ông cái bó sát dương mình trao ban tiêm tia rồi còn đầm rau ở dương lo kia và can tháng sắp bắt nào môi lại tại sao ta prey sukri ưu tiên họ thà bóng ôn ăn mau ngày tật có ớt miên cho ba bữa có tầm loạt bữa có ca tiêm tiền na mũi nó không pre cùng pi ở dương mau phải một con bóng nó thế này tật đài tại dương mau riêng nó thế này tật dương mau riêng thế này bốt cứ chỉ ở cả tại dương ai chung cái này dương ai lượt tất cái này ai su sốc cái này làm bây dương chủng rung cái này ở dương ai đã tăng chủng bóng bàn tại nó không công pi ớt miên ban gì tha tàu tại bỏ chung cái này lại nó không pi như pi cá lớp thực chất ao dương cùng ao dương bọc bong cá và chung kia nó không hay bơi chụp đọc không phải pram cùng ao dương bọc bong cá và chung kia ban mình ban như thao tàu tàu mau làm bây giờ tụ ban cá sông cua đi rồi cho nên rồi tháng ngày rồi pevilia presukri ban bằng pin dương rồi hai bóng ban đọ dương chơi những pi kremine hai ao dương luôn nó không cả côn bao presukri rồi cho nên dương bằng phải từ lời sự cho nó phong prong chân chỉ vật chứ cái bó sátมันนำเราở dương và can đang ngày sắp bátแต่ở dương đang sắp bát thay dương trao tại chung khi ở dương đang thay dương nhẹ chỉ nó ngày chỉ ngày sắp bát sắp nạp prong sắp nạp ở chỉ vật ở tầm nệ tầm nong đơn chung với nong prong chỉ tầm nệ tầm nong môi đây đây chắc sẵn chân tháng ngày sắp nạpได้ปัดประกอบsắp nạp dương rồi khi cứ trao tại rồi tháng ngày mình menสำหรับเอายังมันตัวบ้านสกีสงครัวทำไปยังมันจะนั่งน้องกาสงครัวปันใดทำไปปุ่งเรื่องตรงนี้ตำนองเราไปยังชุ่มวันน้องพรองเอาบ้านเรื่องมองจีนรอทั้งไงได้ถ้าเอายังรอคือบอกสันจียังประกันระเบียบนี่รวมเอาตามระเบียบนี่ยังหนึ่งสบายดีจีนรอทั้งไงบางหนึ่งเอาไปปอนวมยังตีพวกนั่นเลยผ่านใดเอายังรวมเอายังสบายห้องตักใดได้พร้อมมันใจเอาลูกจะกบจีคนชาวบอกพร้อมนี่chia sẻ sọn nhà của con thằng chẳng thay đi trong bóng ôn pin đất mơ này trong trăm làng quanh sập làng quanh những pi nó không ăn tập bèของ pi sai cho phụ ha sẽ phòng bay đi ở dương sân khai làng quanh ha bóng ban bằng hai hơi bóng expose bằng hai liên trật đang ông pi phép tổ tê rứa co hao tha phép ọtประโยชน์ในการประพฤติตามแต่สมบัติเราการประพฤติแต่ทั่วตามตุ่มเนียมตุ่มรอบหรือก็ตามการไฟมันกลมตามระเบียบก่อนแต่ทั่วหอยมันกรุบกิจบางท่าอันนั้นคือเชื่อเรื่องมวยได้อดประโยชน์สองคือเชื่อเรื่องมวยได้แต่เตะรอดอดเมียนบานตุ่มงุนไอ้สำหรับพระองค์ไอ้พระองค์อดเป็นจัดจุ่มมวยนั่นไอ้ตรงนั้นนู่นเลยแต่ตุ่มเนี่ยตุ่มน้องการไฟมันกลมในปัจจุบันคือการใจยังปีจัดการใจยังปีจุ่มเราจัดในการสวายเราพรองในการเต้าเราจุ่มเราพรองในการเลิกดมการใส่อพองพรองในการโจตจัดพรองคือการใจยังปีจุ่มเราจัดสั่นจังเอายังรอคนนี้เป็นนัดมือจัดจุ่มนัดไปยังรอคนนี้ถัดไงนี่ถัดช่วงมาทายมันกุมพรองเลยงี้นี่หรือถัดไงตัดก่อนทายมันกรุบกิจหรือก็การใจยังปีจัดปีกุมนัดไปยังรอคนนี้dương chỉ khi bỏ sát mình men còn tại chi viên làm cao và phần ông bờ khăng lại tại ăn tập bài phần pi làm rau hai bài pi lực tới chất ở dương rock nia ở ruộng nâu miên sắc cam phiếp không ca và phần ông bờ ở bằng hai nhâm pi xịt đây sạp bằng quả xây sờ lạnh cá sạp bằng quả cá sờ lạnh nó tay sờ lạnh bao ôn nó chung bên khuôn dương hai nâng cao bằng ra bằng ôn khuôn dương đôi khi đây
បងសភាតីឲ្យយើងរាល់គ្នាមានចិត្តក្នុងការគោរពបម្រើក្នុងការសរសើរក្នុងការថ្វាយបង្គំព្រះអង្គដែលចេញអំពីចិត្តដែលពិតប្រាកដមិនមែនគាត់តែសម្បកក្រៅព្រោះការដែលចេញពីចិត្តគឺជាការដែលមួយដែលនាំឲ្យយើងរាល់គ្នាអាចផ្លាស់ប្ដូរចិត្តគំនិតរបស់យើងរាល់គ្នាបានបើគ្រាន់តែមកយើងមិនផ្លាស់ប្ដូរចិត្តគំនិតឡើយតែការថ្វាយបង្គំដែលពិតប្រាកដត្រូវតែមានការផ្លាស់ប្ដូរចិត្តគំនិតផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់យើងរាល់គ្នាការតមហាគឺរួមបញ្ចូលទាំងការជួយដល់អ្នកដែលខ្វះខាតអ្នកដែលមានដែលខ្វះខាតបងប្អូនយើងអ្នកជុំវិញខ្លួនយើងដែលត្រូវការកម្លាំងត្រូវការសួរសុខទុក្ខការលើកទឹកចិត្តអីជាដើមដូចគ្នាដែរអញ្ចឹងនៅពេលដែលយើងដើរនៅក្នុងការស្ដាប់បង្គាប់ព្រះអង្គសន្យាហើយនៅក្នុងខ11ខ្ញុំចូលចិត្តមែនទែនព្រះអង្គសន្យាថាព្រះអង្គនឹងដឹកនាំយើងទោះបីជាទីវាលដែលហួតហែងក៏ដោយព្រះអង្គនៅជាមួយយើងហើយព្រះអង្គនឹងបំពេញយើងព្រះអង្គនឹងផ្គត់ផ្គង់ឲ្យយើងព្រះអង្គនឹងតម្រូវឲ្យយើងរាល់គ្នាបានពេញលេញដូចជាយើងនឹងមានកម្លាំងដូចជាសួនច្បារដែលពេញដោយប្រភពទឹកដែលជាប្រភពទឹកដែលមិនចេះរីងស្ងួតព្រះអង្គបបួលយើងរាល់គ្នាព្រះអង្គអញ្ជើញយើងរាល់គ្នាឲ្យចូលទៅហើយសប្បាយរីករាយជាមួយព្រះអង្គញែកពេលវេលាញែករាល់ថ្ងៃសម្រាប់ព្រះអង្គសម្រាប់ថ្ងៃសបាត់ជាថ្ងៃសបាត់សម្រាប់ព្រះអង្គមិនមែនចាំទៅដល់ថ្ងៃអាទិត្យមិនមែនចាំដល់ថ្ងៃពុធតែឲ្យយើងរាល់គ្នាញែកពេលវេលាជារៀងរាល់ថ្ងៃដើម្បីព្រះអង្គដើម្បីចំណាយពេលក្នុងការថ្វាយបង្គំក្នុងការលើកតម្កើងស្រីរបស់ព្រះអង្គដែរព្រះអង្គមើលចិត្តរបស់យើងរាល់គ្នាដែរបងប្អូនហើយយើងចង់លឺអំពីព្រះអង្គយើងចង់ទទួលខ្ញុំដឹងច្បាស់ថាបើខ្ញុំសួរម្នាក់ម្ដងនៅទីនេះប្រកាសណាចង់ឲ្យព្រះអង្គឆ្លើយតបជាមួយនឹងសេចក្ដីឋានរបស់យើងអត់ Yes ខ្ញុំចង់ព្រះអង្គមើលក្នុងចិត្តរបស់យើងដែរណាព្រោះហើយយើងរាល់គ្នាពិនិត្យមើលចិត្តគំនិតរបស់យើងរាល់គ្នាដែរតែយើងព្រះអង្គស្វែងរកចិត្តរបស់យើងរាល់គ្នាចិត្តដែលពិតជាចង់ស្វែងរកព្រះអង្គមែនចិត្តដែលពិតជាចង់ថ្វាយបង្គំពិតជាចង់ស្គាល់ព្រះអង្គកាន់តែច្បាស់ជាងមុនមែនអាហ្នឹងព្រះអង្គសម្លឹងមើលចិត្តរបស់យើងរាល់គ្នាព្រះអង្គស្គាល់ច្បាស់ចិត្តគំនិតជំរៅកម្ពស់ទៅតឹងនៃចិត្តគំនិតជីវិតរបស់យើងរាល់គ្នាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យយើងរាល់គ្នារៀនក្នុងការហ៊ានក្នុងការចំណាយក្នុងការបង្កើតពេលវេលាក្នុងការរៀនក្នុងការបង្ហាញសេចក្តីស្រឡាញ់ទៅដល់អ្នកដទៃរៀនក្នុងការស្ដាប់បង្គាប់រៀនក្នុងការរស់នៅឲ្យស្របតាមដំណងផាតីព្រះអង្គឲ្យដឹងច្បាស់ថាសេចក្តីសន្យារបស់ព្រះអង្គពិតមែនសេចក្តីបង្គាប់របស់ព្រះអង្គអ្វីដែលព្រះអង្គបង្គាប់ឲ្យយើងធ្វើព្រះអង្គសន្យាហើយថាបើសិនជាយើងធ្វើព្រះអង្គមិនសន្យាថានឹងឲ្យអីដល់ជីវិតរបស់យើងរាល់គ្នាម្ល៉េះហើយសម្លឹងមើលព្រះអង្គម្ល៉េះហើយសម្លឹងមើលសេចក្តីសន្យាទាំងអស់នោះដោយដឹងច្បាស់ថាព្រះអង្គដឹកនាំយើងមិនមែនម្នាក់ឯងយើងមិនមែនខ្សោយយើងមិនមែនយើងមិនមែនអត់មានសមត្ថភាពទេយើងមានសមត្ថភាពគ្រប់គ្រាន់បិទព្រះរបស់យើងនៅខាងយើងហើយអាមែនហាឡេលូយ៉ាសរសើរអង្គព្រះអង្គទ្រង់ហើយគង់លើកដំណើរនាមទ្រង់ពុទ្ធសរសើរអង្គព្រះអង្គខ្លាំងមែនទែននៅថ្ងៃនេះដែលព្រះអង្គជាព្រះបានអនុញ្ញាតឲ្យកូនរាល់គ្នាមានឯកសិទ្ធិក្នុងការអានព្រះបន្ទូលព្រះអង្គមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យមើលក្នុងការសិក្សាក្នុងការពិចារណាលើព្រះបន្ទូលព្រះអង្គនៅនេះផងដែរព្រះអង្គឲ្យកូនចង់ប្រព្រឹត្តចង់រស់នៅក្នុងរបៀបមួយដែលជាការតមអាហារដែលពិតប្រាកដដែលថ្វាយបង្គំដែលពិតប្រាកដដែលចេញអំពីចិត្តរបស់កូនរាល់គ្នាមិនមែនគ្រាន់តែជាសម្បកក្រៅមិនមែនគ្រាន់តែជាកាយវិការខាងក្រៅតែប៉ុណ្ណោះទេតែជាកិច្ចការមួយដែលចេញពីចិត្តគំនិតរបស់កូនរាល់គ្នាដែរព្រះអង្គឲ្យគង់លើកដំណើរនាមទ្រង់នេះព្រះអង្គឲ្យសូមព្រះអង្គពិនិត្យមើលចិត្តគំនិតរបស់កូនរាល់គ្នាកូននឹងច្បាស់ថាព្រះអង្គដឹកនាំកូនព្រះអង្គនៅជាមួយកូនព្រះអង្គនឹងប្រទានកម្លាំងប្រទានបញ្ញាព្រះអង្គទានឲ្យកូនមាំមួនទោះបីជាកូនឆ្លងកាត់ទុក្ខលំបាកកូនឆ្លងកាត់វាលរហោសានវាលទីវាលរីងស្ងួតយ៉ាងណាក៏ដោយក៏ព្រះអង្គបានសន្យាថាព្រះអង្គនឹងឲ្យកម្លាំងឲ្យចំណីអាហារព្រះអង្គនឹងឲ្យកូនដូចគ្នាជាសួនច្បារដែលមិនចេះរីងស្ងួតជាប្រភពទឹកដែលមិនចេះរីងឡើយចឹងកូនទទួលយកសេចក្តីសន្យាទាំងអស់នេះដាក់ក្នុងចិត្តរបស់កូនរាល់គ្នាហើយដើរទៅមុខទៀតដើរដោយពឹងផ្អែកទៅលើកម្លាំងរបស់ព្រះអង្គដើរដោយពឹងផ្អែកទៅលើការដឹកនាំរបស់ព្រះអង្គចឹងថ្ងៃនេះកូនចូលមកដោយបន្ទាបខ្លួននៅចំពោះមុខព្រះភ័ក្ត្ររបស់ព្រះអង្គសូមឲ្យព្រះអង្គជាព្រះបានធ្វើការក្នុងចិត្តរបស់កូនរាល់គ្នាសូមព្រះអង្គដកអស់ទាំងគំនិតអស់ទាំងរបៀបរស់នៅខាងឯសាច់ឈាមចេញពីជីវិតរបស់កូនរាល់គ្នាហើយកូនរៀន
ឲ្យកូនហ៊ានឲ្យកូនជំនះក្នុងការរស់នៅក្នុងជីវិតមួយដែលសមស្របតាមបងប្អូនតែបងប្អូនដើរតាមគន្លងដែលព្រះអង្គជាព្រះបានផ្លូវរបស់ព្រះអង្គដែលព្រះអង្គបានមានព្រះបន្ទូលមកកាន់កូនរាល់គ្នាជាងនេះសូមដឹកនាំសូមប្រទានកម្លាំងប្រទានបញ្ញាដល់បងប្អូនកូនអរគ្នាក្នុងបន្ទប់នេះហើយបងប្អូនអ្នកបានជួយមកដូចគ្នាដែរសូមប្រទានកម្លាំងដល់គេហើយដឹកនាំគេក្នុងការដើរជាមួយនឹងព្រះអង្គផងដែរត្រង់ហើយគំនិតក្នុងការនេះទ្រង់ពុទ្ធសាសនាការសូមថ្វាយបងប្អូនកូនថ្វាយសេចក្តីអធិដ្ឋានបងប្អូនរាល់គ្នាថ្វាយជីវិតកូនរាល់គ្នាថ្វាយក្នុងនាមព្រះអង្គម្ចាស់ដែលមានគុណវិជ្ជាស្នាគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន